កើនអាមេរិកយុធាថៃបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់លើកម្ពុជានៅព្រឹកថ្ងៃទី14ធ្នូឆ្នាំ2025នេះការវាយប្រហារឈានចូលថ្ងៃទី8បើទោះបីជាមានការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអះអាងថាចាប់តាំងពីវេលារំលងអាធ្រាត្របន្តដល់ព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025នេះយោធាថៃនៅតែបាញ់ផ្លោងចូលតំបន់ព្រះវិហារប្រាសាទខ្នាតំបន់បឹងត្រកួនភូមិជោគជ័យនិងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់នៅតំបន់ថ្មដាលោកស្រីម៉ាលីសូជីតាអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយនៅថ្ងៃអាទិត្យនេះថាថៃបានបន្តរំលោភបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025បើតាមលោកស្រីម៉ាលីសូជីតាស្ថានភាពគម្រាមកំហែងនិងសកម្មភាពឈ្លានពានពីសំណាក់យោធាថៃមកលើទឹកដីកម្ពុជានៅតែកើតមានឡើងដោយយោធាថៃបន្តបាញ់ប្រហារមកលើកម្ពុជាចាប់តាំងពីវេលារំលងអាទិត្យរហូតចូលដល់វេលាម៉ោង8ព្រឹកនៅថ្ងៃទី14ខែធ្នូឆ្នាំ2025កំណត់ត្រាវាយប្រហារដែលបង្ហាញដោយអ្នកនាំពាក្យក្រសួងការពារជាតិគឺនៅវេលាម៉ោង2:40នាទីរំលងអាទិត្យថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារម៉ោង3:10នាទីទៀតភ្លឺយោធាថៃបានចាប់ផ្ដើមបង្កើនរថក្រោះនិងកម្លាំងថ្មើរជើងចូលមកបន្ថែមទៀតនៅភូមិសាស្ត្រប្រាសាទព្រះវិហារនិងគាំទ្រដោយការបាញ់កាំភ្លើងធំផ្សាយពុលនិងគ្រាប់បែកចង្កោមវេលាម៉ោង5:30នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងធំចូលទៅភូមិសាស្ត្រប្រាសាទខ្នានៅវេលាម៉ោង5:55នាទីព្រឹកយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក4គ្រាប់នៅភូមិសាស្ត្រអូភ្លុកដំរីក្នុងឃុំថ្មដាម៉ោង6:08នាទីព្រឹកយោធាថៃបានចាប់ផ្ដើមការវាយប្រហារនៅភូមិសាស្ត្រច1នៅម៉ោង6:30នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួនវេលាម៉ោង7:49នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនិងវេលាម៉ោង8:15នាទីថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់មួយគ្រាប់នៅភូមិសាស្ត្រច1ប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនជាមួយកម្ពុជាពេលនេះគឺជាការផ្កើនឹងសម្ដីរបស់លោក Donald Trump ដោយធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានអះអាងថាលោកបានសម្របសម្រួលឲ្យមានបទឈប់បាញ់ជាថ្មីរវាងកម្ពុជានិងថៃបន្ទាប់ពីបានជជែកជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះអនុទីននិងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតកាលពីថ្ងៃសុក្រលោកត្រាំថាមេដឹកនាំទាំងពីរបានយល់ព្រមបញ្ឈប់ការបាញ់ទាំងអស់ដំណើរគ្នានេះបើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានបានប្រាប់ឲ្យកម្ពុជានិងថៃត្រូវបញ្ឈប់សកម្មភាពយោធាចាប់ពីម៉ោង10យប់ថ្ងៃសៅរ៍តទៅការសម្របសម្រួលរបស់លោកត្រាំនិងលោកអាន់វ៉ាត្រូវបានកម្ពុជាសាទរតែសម្រាប់នាយករដ្ឋមន្ត្រីថៃបែរជាចេញមុខមកទទូចទាំងទទឹងទឹះថាมันមានបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងនោះឡើយប៉ុន្តែយ៉ាងណាលោកអាន់វ៉ាបានបញ្ជាក់ថាក្រុមអ្នកសង្កេតការអាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ីនឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែនដោយអាមេរិកផ្ដល់ការគាំទ្រការត្រួតពិនិត្យតាមផ្កាយរណបសម្រាប់ការអនុវត្តបទឈប់បាញ់នេះ